បងប្អូនអើយទីបំផុតបំណងប្រាថ្នាខ្ញុំបានសម្រេចហើយគឺដាំដើមកញ្ឆែតបងប្អូនម្នាក់ស្លឹកល្អមែនទែនកាលពីមុនឡើយខ្ញុំនៅអាមេរិកត្បូងបងប្អូនជិត10ឆ្នាំហើយតតែសង្អីនេះខ្ញុំប្រាថ្នាចង់ដាំដើមកញ្ឆែតខ្លួនឯងប៉ុន្តែខ្ញុំមិនដឹងថាដាំយ៉ាងម៉េចទេបងប្អូនព្រោះអីធាតុអាកាសវាក្តៅវាស្ងួតតំបន់ដែលខ្ញុំរស់នៅគឺអត់មានជាតិញើសទេបងប្អូនហើយនេះកំពុងតែទាញមកគឺតង់តគួនណាបងប្អូនថ្ងៃដែលខ្ញុំដាក់ដាំហ្នឹងគឺខ្ញុំលីធំមួយមានដើមកញ្ឆែតហើយលីត្រួយតកូនបឹងដោយសារអីថ្ងៃមុនខ្ញុំទៅផ្សាររបស់ជនជាតិភូមាគឺខ្ញុំប្រទះឃើញដើមកញ្ឆែតខ្ញុំទិញមកដាំហើយដាំ2ដងមុនដាំម្ដងទេបងប្អូនដោយសារអីខ្ញុំអត់លាងដីអានេះកំពុងទាញមកហ្នឹងគឺតងតកូនណាបងប្អូនខ្ញុំដាក់3ធុងតកូន2ធុងកញ្ឆែតលីគ្នាជាមួយតកូន1ធុងកញ្ឆែតហ្នឹងកំពុងដកអានេះតកូនទេខ្ញុំដកចេញពីធុងកញ្ឆែតចាហើយខ្ញុំដាំលើកទី2លេងទី1អត់ដោះដោយសារអីខ្ញុំអត់លាងដីបងប្អូនដីវាប្រៃអញ្ចឹងទៅលើកទី3ខ្ញុំនឹកឃើញថាលាងដីសាក់មកក៏មកលួយលាងដីនឹងឲ្យស្អាត2 3ទឹកឲ្យវាសាបហើយបន្តមកទៀតយើងចាក់ទឹកឲ្យវានៅរៀងបែកតិចបងប្អូនណាយើងកាត់តងកញ្ឆែតហ្នឹងលាងទឹកឲ្យស្អាតទៀតកាត់ក្លិនលួយក្លិនអត់ល្អអីចេញបងប្អូនយើងមិនដោតឲ្យយកគម្របធុងក្របបើសិនជាមេឃនឹងត្រជាក់ក្របវាចិត្តតែបើសិនជាមេឃនឹងត្រូវថ្ងៃហ្នឹងក្របឲ្យបើកចំហបន្តិចពីខាងជើងបងប្អូនគឺការនៅពេលដែលយើងក្របហ្នឹងគឺចាក់កលឹះតែមួយជាហៀងបានហើយមួយជាហៀងទៀតយើងយកកូននៅសៃទូយកមកកល់គម្របដើម្បីឲ្យមានជាតិខ្យល់ចេញចូលហើយបន្តមកទៀតពីថ្ងៃមកវាចាប់ផ្ដើមចេញរឹសវាហើយបងប្អូនចាប់បន្ទាប់ពីវាចេញរឹសនឹងហើយបងប្អូនត្រូវអាសាបាញ់ទឹកពេលព្រលឹមឡើងចឹងបងប្អូនបាញ់ទឹកបាញ់តិចទៅដើម្បីឲ្យទឹកហ្នឹងវារៀងដែតដូចនៅក្នុងបឹងអញ្ចឹងហើយបន្ទាប់ហ្នឹងមកយើងគ្រប់គម្របវិញទៅបើយើងបើគម្របកន្លែងដែលស្ងួតគឺវាអត់ដុះល្អទេបងប្អូនហើយយើងត្រូវបាញ់ទឹកព្រឹកល្ងាចក៏បានដែរតែពេលបាញ់ហ្នឹងបាញ់តិចវាកណាបាញ់ច្រើនពេកវាក៏ច្រើនលើសលប់ដែរបងប្អូនអានេះតងតកួនចឹងគឺមកដាក់ម្ដុំនៅធុងកានេះសិតរបស់តកួនហើយមានកញ្ឆែតលីម្ដងដុះល្អណាស់មួយនឹងបងប្អូនមានមើលស្លឹកកញ្ឆែតហើយទីមកគឺថ្នមមែនតើព្រោះឲ្យខ្ញុំធ្វើបាក់អស់មួយម៉ែតែមិញចឹងហើយយើងរស់នៅកន្លែងធាតុអាកាសដែរមិនដូចនៅស្រុកខ្មែរប៉ុន្តែយើងត្រូវរកវិធីណាដែលយើងត្រូវដាំឲ្យបានហើយពេលខ្ញុំទិញមកដំបូងបងប្អូនកញ្ឆែតហ្នឹងវាមានតែស្នោរុំជុំវិញវាជាប់ចកមកអញ្ចឹងខ្ញុំលាងទឹកលើកទី1ហ្នឹងគឺខ្ញុំត្រង់ចកហ្នឹងឲ្យស្អាតយកមកទុកហើយក្រោយមកទៀតនៅពេលដែលខ្ញុំដាក់ត្រាំចូលហើយខ្ញុំយកចកហ្នឹងទៅដាក់ចូលទឹកកញ្ឆែតហ្នឹងវិញឥឡូវហ្នឹងកើតជាចកពណ៌ខៀវជុំវិញហ្នឹងបងប្អូនធ្វើឲ្យកញ្ឆែតហ្នឹងកាន់តែល្អលាស់កាន់តែលឿនទៀតចាឥឡូវហ្នឹងកំពុងបំបែកតកូនដាក់ផ្សេងកញ្ឆែតដាក់ផ្សេងអានេះធុងកញ្ឆែតចាខ្ញុំថតឲ្យបងប្អូនមើលសិតតងកញ្ឆែតកប់ក្នុងទឹកកាលណាដែលវាដែតបងប្អូនសកត់វាថ្នមចូលក្នុងទឹកវិញដើម្បីឲ្យវាកប់ក្នុងទឹកកាលណាវានៅលើធាតុអាកាសស្ងួតឬអត់ល្អទេហើយអាសាបាញ់ទឹកព្រឹកងាយមកបាញ់ឲ្យតែសើមស្លឹកតិចហើយយើងគ្របវិញទៅបងប្អូនអាហ្នឹងដើម្បីឲ្យកញ្ឆែតយើងនៅស្រស់អូយមិនបានទេបងប្អូនយើងនៅបរទេសចឹងហើយចង់ញ៉ាំរបស់ណាដែលខ្វះខាតខ្សត់ក្រយើងត្រូវរកបច្ចេកទេសធ្វើម៉េចយើងដាំឲ្យបានដើម្បីឲ្យបានញ៉ាំដូចគេដូចឯងចឹងណាឥឡូវសំខាន់នេះគឺរកដើមភ្លឹងកែបាត់បាននេះបងប្អូនអញ្ចឹងប្រហែលជាត្រូវទិញតាមក្របតាមអ៊ីនធឺណិតហើយពួកអីខ្ញុំទៅផ្សារពមាក៏អត់មានផ្សារប្រហែលក៏អត់មានដែរតែមកនៅកន្លែងនៅចាស់ខ្ញុំនៅកលីសបោភ្លឹងកែបបងប្អូនអត់មានទឹកកញ្ឆែតមកមុខទេដល់មកនេះមានកញ្ឆែតតែខ្វះភ្លឹងកែបទៅវិញនេះមិនថានេះពូតកូនស្រែបងប្អូននៅពេលដែលខ្ញុំដកចេញពីធុងកញ្ឆែតខ្ញុំមកដាក់ធុងផ្ទាល់ខ្លួននេះតកូនស្រែទាំងអស់មួយធុងហ្នឹងគឺល្អមែនតើបងប្អូនមើលហើយត្រួយវាឡើងក្រហមខ្ញុំកំពុងថាសាក់លបងដាំធ្វើម៉េចឲ្យคล้ายទៅជាតកូនឆ្លក់ទឹកដូចយើងនៅស្រុកខ្មែរហ្នឹងឲ្យបានញ៉ាំតកូនឆ្ងាញ់នៅពេលដែលខ្ញុំទិញមកតកូនហ្នឹងតងគឺរឹងបងប្អូនវាអត់ផុយអត់ឆ្ងាញ់ទេតែខ្ញុំព្យាយាមដាំឥឡូវធ្វើម៉េចទៅមិនបានប្រហែលជា10ថ្ងៃបានល្អប៉ុណ្ណឹងបងប្អូនចាំមើលតទៅមុខទៀតតែរស់បានប៉ុណ្ណាខ្ញុំនឹងថតឲ្យមើលទៀតចាឥឡូវវីដេអូនេះក៏ដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាកុំភ្លេចជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៅទៀតអញ្ចឹងបើសិនជាមានដំណាំដាំដុះល្អខ្ញុំនឹងចែករំលែកដល់បងប្អូនទស្សនាតទៀតអរគុណច្រើនណា